តបដឹងណាបដឹងអូលុយស៊ីបាយបានដឹងមានស្អីបដឹងឈ្នះអញទេគាត់ដេញខ្ញុំថាតបដឹងទៅអញមិនចង់ជ្រលក់ដល់ទេតបដឹងណាបដឹងពេលហ្នឹងខ្ញុំអត់មានជំរឿក្រៅពីទរច្បាប់ឲ្យជួយយុទ្ធធម៌មានតែនៅក្នុងកណ្ដាស់ចាសំដងមានចេញសាលក្រមចេញលិខិតស្ថាពរហើយគឺមាននៅក្នុងកណ្ដាស់គឺខ្ញុំចង់បានយុទ្ធធម៌សម្រាប់ខ្ញុំគិតថាបានឲ្យតែបានកណ្ដាស់ឲ្យខ្ញុំតាមរឿងក្តីមិនដឹងជាខ្ញុំដឹងថាអស់សង្ឃឹមមិនដឹងថាតាមដល់ពេលណារកមេធាវីដែលគាត់អាចជួយខ្ញុំបានផងព្រោះខ្ញុំអត់មានទីពឹងអីទេខ្ញុំអត់មានលុយមានកាក់អីទេបងប្អូនថ្ងៃនេះបងស្រីម្នាក់គាត់បានមករកពឹងពាក់ខ្ញុំម៉ោងប្រហែល12ជាងហើយដោយគាត់មានរឿងរ៉ាវអយុត្តិធម៌នៅក្នុងក្រុមគ្រួសារគាត់ពាក់ព័ន្ធជាមួយនឹងករណីចរាចរណ៍បង្កដោយក្មេងមិនទាន់គ្រប់អាយុប៉ះពាល់ជាមួយនឹងកូនគាត់ដែលជាក្មេងទើបតែ8ឆ្នាំហើយក៏មានការប្តឹងផ្ដាល់គ្នារហូតដល់ជំរុំជម្រះនៅតុលាការក៏នៅតែមិនទាន់បានរកនៅយុត្តិធម៌ជូនដល់គាត់ដោយសារតែគាត់ជាអ្នកក្រអ្នកអត់គ្មានថវិកាជួលមេធាវីឲ្យធ្វើកិច្ចការងារនេះដូច្នេះកិច្ចការងារនេះនៅតែបដែតចោលថេជាបន្តបន្ទាប់តាំងពីឆ្នាំ2022រហូតឥឡូវនេះចូលខ្ទង់3ឆ្នាំជាងហើយនៅតែមិនទាន់រកនៅដំណោះស្រាយឬក៏យុត្តិធម៌ជូនគាត់បានឡើយបងសូមជម្រាបសួរបងតើសាច់រឿងដែលបងជួបនៅរឿងរ៉ាវអយុត្តិធម៌នេះតើវាយ៉ាងម៉េចដែរបងអាចជម្រាបនៅហេតុការណ៍សាច់រឿងនឹងឲ្យលំអិតឬមួយក៏ស៊ីជម្រៅទៅដល់ខ្ញុំឲ្យបានជ្រាបបានទេបងចាមុនដំបូងបងអស់កូនខ្ញុំហ្នឹងអាយុ8ឆ្នាំចាគាត់រស់នៅក្នុងភូមិហ្នឹងកាលហ្នឹងនៅទឹកថ្លាភូមិសង្កាត់ទឹកថ្លាភូមិសេបេសេសង្កាត់ទឹកថ្លាហ្នឹងហើយកូនខ្ញុំអាយុ8ឆ្នាំពេលល្ងាចប្រហែលខ្ទង់ម៉ោង5ម៉ោង6ល្ងាចហ្នឹងចេញទៅលេងនៅខាងក្រៅគឺឈរនៅគៀនដបងទេឈរមើលក្មេងកំឡោះមកស្វងលេងបាល់នៅផ្លូវលំហ្នឹងណាកូនដែលថាជិះម៉ូតូមកបុកហ្នឹងអាយុ15ឆ្នាំហ្នឹងគឺញាតិចិត្តខាងជាមួយខ្ញុំទេតែផ្ទះគាត់ហ្នឹងគាត់អ្នកធ្វើការច្បាប់នៅភូមិឃុំសង្កាត់ទឹកថ្លាហ្នឹងដែរហើយទៅកូនគាត់ហ្នឹងអាយុ15ឆ្នាំគាត់ជិះម៉ូតូមកឡើងលឿនមកសំដៅរកក្មេងគ្នាឯងដែលលេងបាល់សិតអ្នកស្គាល់គ្នាទាំងអស់ប៉ុន្តែជិះមកឡើងលឿនអញ្ចឹងទៅសំដៅមកគេក្មេងផ្សេងទៀតកំពុងតែលេងបាល់គាត់អត់មានកិច្ចទេអត់មានចាប់អារម្មណ៍នឹងម៉ូតូគាត់ចាប់អារម្មណ៍តែបាល់គាត់ទេដល់ពេលអញ្ចឹងទៅជិះមកដល់ហើយក៏អកសើទៅកិច្ចកោតចេញពីអ្នកលេងបាល់ក៏មកបុកកូនខ្ញុំដែលឈរនៅគៀនគុំជែកហ្នឹងនៅពេលដែលបុកហើយតើកូនបងរងរបួសធ្ងន់ដែរឬទេហើយពេលនោះតើបងមានបានដាក់ពាក្យបណ្ដឹងទៅខាងណាខាងណីហើយឬនៅបុកនឹងធ្ងន់អូនកូនខ្ញុំដួលសន្លប់បាត់បង់ស្មារតីហ្មងហើយបាក់ឆ្អឹងដងកវ៉ាត់បែកក្បាលរបួសដៃជើងពេញខ្លួនចាហើយដល់ក្រោយមកក៏មានកូនបងខ្ញុំមួយដែលទៅលេងជាមួយហ្នឹងក៏បីរត់មកពេលហ្នឹងគឺខ្ញុំភ័យណាស់ខ្ញុំអត់បានគិតអីច្រើនក្រៅពីសង្គ្រោះជីវិតកូននេះក្នុងនាមខ្ញុំជាម្ដាយខ្ញុំអត់បានគិតរឿងទៅប្តឹងរឿងទៅអីទេព្រោះខ្ញុំគិតតែជួយកូនសិនខ្ញុំភ័យខ្ញុំយកកូនមកមន្ទីរពេទ្យខ្ញុំយកកូនមកពេទ្យទៅពេលដែលពេទ្យព្យាបាលឲ្យរួចរាល់ប្រាប់ថាបាក់ឆ្អឹងដងកបាត់អីអញ្ចឹងទៅខ្ញុំក៏បានទេមកខាងអ្នកដែលបុកហ្នឹងណាតែទេមកជួបយាយហ្នឹងក៏នៅចិត្តខាងស្គាល់គ្នារាប់ឆ្នាំហើយដល់ពេលខ្ញុំទេមកគាត់ថាចាំស្អែកចាំនិយាយគ្នាពេលដែលស្អែកខ្ញុំមកដល់គាត់បែរជានិយាយដាក់ខ្ញុំថាកូនខ្ញុំអាយុ8ឆ្នាំស្ថិតនៅក្នុងការគ្រប់គ្រងរបស់ម្ដាយហេតុអីបដ ாய்ឲ្យកូនទៅលេងនៅខ្នល់ផ្លូវគេជីចឹងគេបុកគេអត់ទទួលខុសត្រូវទេចាឥឡូវសរុបជារួមមកវិញបងបានប្តឹងករណីហ្នឹងទៅដល់ត្រឹមណាហើយឡើងដល់ណាហើយមានដំណោះស្រាយណាមួយជូនបងដែរឬអត់ខ្ញុំសូមនិយាយតិចទៀតណាមុនដំបូងខ្ញុំអត់មានចេតនាថាប្តឹងទេព្រោះខ្ញុំយល់ឃើញថាគាត់ញាតិចិត្តខាងជាចាស់ជាទុំហើយគាត់ជាអ្នកធ្វើការច្បាប់ដែរខ្ញុំអត់ប្តឹងអត់មានបំណងប្តឹងទេខ្ញុំមកសម្រួលជាមួយគាត់ឲ្យគាត់ជួយចេញថ្លៃព្យាបាលខ្លះអញ្ចឹងណាព្រោះតែជីវភាពខ្ញុំអត់ព្រោះខ្ញុំជាស្ត្រីមេម៉ាយទេកូន4នាក់ប្តីស្លាប់ហើយខ្ញុំមានកូនខ្ញុំនៅក្នុងពោះហ្នឹងទម្ងន់ 3-4 ខែទៀតពេលកូនខ្ញុំគ្រោះថ្នាក់ហ្នឹងតែពេលហ្នឹងខ្ញុំមកសម្រួលជាមួយគាត់និយាយដាក់ខ្ញុំថាគាត់អត់សងទេកូនខ្លួនឯងឈឺដោះស្រាយខ្លួនឯងអាយុជីវិតកូនខ្លួនឯងហើយដល់ពេលខ្ញុំនិយាយអញ្ចឹងទៅខ្ញុំរៀងខឹងខ្ញុំថាមិនបានឯងនិយាយអញ្ចឹងឯងចាស់ទុំហើយគាត់ក៏និយាយថាទៅប្តឹងណាប្តឹងអូលុយស៊ីបាយបានដឹងមានស្អីប្តឹងឈ្នះអញទេនឹងអាស្រួលសុំ20តោះហើយគាត់ដេញខ្ញុំថាតោះប្តឹងទៅអញមិនចង់ជ្រលក់ដល់ទេទៅប្តឹងណាប្តឹងពេលហ្នឹងខ្ញុំអត់មានជំរឿក្រៅពីទរច្បាប់ឲ្យជួយក៏ប្តឹងដាក់នៅប៉ុស្តិ៍ចរាចរណ៍ប៉ូលីសយើងហ្នឹងណាចាហើយគេក៏ហៅចូលគាត់ធ្វើការក៏ហៅចូលលើកទី1អញ្ចឹងទៅគេថាអត់សងសូម្បីតែមួយកាក់ម៉ាស៊ីនឬ$10 $5គឺអត់សងពឺពាក្យមួយម៉ាត់ថាអត់សងបញ្ជូនដល់ណាបញ្ជូនទៅអញ្ចឹងទៅឯកសារយើងក៏បានបញ្ជូនទៅដល់តុលាការច
បញ្ជូនទៅដល់ក្រុងទៀត ក្រុងហើយ ចូលប៉ោះប៉ូលីសហ្នឹង3ដងលើកទី1លើកទី2លើកទី3លើកទី3ប៉ូលីសប្រាប់ថាឲ្យជនបង្កហ្នឹងណានាំកូនដែលបុកហ្នឹងមកហើយយកវត្ថុតាងដូចជាម៉ូតូបុកហ្នឹងចូលប៉ោះប៉ូលីសគេអត់យកចូលអីទាំងអស់វត្ថុតាងក៏អត់យកចូលទេយកម៉ូតូយកអីចូលអាម៉ូតូដែលបុកហ្នឹងគឺអត់យកចូលទេมันចូលខ្លួនมันចូលអីទាំងអស់ហើយគេបោះតាពាក្យសម្ដីមកតាមទូរស័ព្ទមួយប្រីថាយករឿងទៅលើទៅវាសំនឹងខ្ញុំអត់សុខចិត្តបញ្ជូនរឿងទៅលើតែជាជនបង្កអត់សុខចិត្តឲ្យបញ្ជូនរឿងទៅលើខ្ញុំឆ្ងល់កន្លែងហ្នឹងវិញទៅពេលនោះរឿងក៏ជូនដល់ក្រុងក៏ហៅខាងហ្នឹងអត់ចូលទេហៅអត់ចូលសាលាក្រុងគាត់ក៏ហៅខ្ញុំចូលទៅគាត់សួរខ្ញុំឥឡូវខ្ញុំគិតតែមិនទៀតខ្ញុំថាខ្ញុំមានជំរឿទេខ្ញុំមានតែរកច្បាប់ឲ្យជួយរកចិត្តធម៌ព្រោះខ្ញុំជាមនុស្សស្រីតុនខ្សោយហើយកភីអត់មានឪពុកម្ដាយហើយក៏អត់មានប្តីអីដែរគ្មានទីពឹងអីទាំងអស់អញ្ចឹងខ្ញុំមានរកច្បាប់រកយុត្តិធម៌ឲ្យកូនខ្ញុំឲ្យដើម្បីទាមទាររកយុត្តិធម៌ដល់ពេលអញ្ចឹងខ្ញុំក៏រឿងនោះឡើងដល់តុលាការខ្ញុំអត់ចេះអីទាំងអស់ព្រោះខ្ញុំមិនដែលមានរឿងមិនដែលប្តឹងមិនដែលឡើងតុលាការមិនដែលអីទេហើយដល់ពេលអញ្ចឹងទៅច្បាប់គាត់ធ្វើការមកដំណាក់កាលខ្ញុំរងចាំគាត់ក៏ហៅខ្ញុំទៅឲ្យសរុបជារួមចង់សួរបងចេះមករយៈពេលដែលបងប្តឹងលទ្ធផលដែលបងចង់បានវាបានតែអត់ឬមួយក៏បានមកតែกระดาษលទ្ធផលបានមកតែกระดาษយុទ្ធធម៌មានតែនៅក្នុងกระดาษអញ្ចឹងចាសំដងមានចេញសាលក្រមចេញលិខិតស្ថាពរហើយគឺមាននៅក្នុងกระดาษតែខ្ញុំមិនដែលបានជួបមុខជនបង្កទេហើយក៏មិនដែលបានទទួលមកកាក់ម៉ាស៊ីនអីមកដែរអញ្ចឹងចាមានតែกระดาษទេចាសម្រាប់ឬមួយក៏សម្របឬមួយក៏សម្រួលចេញលទ្ធផលតែជាกระดาษចាអញ្ចឹងឥឡូវហ្នឹងបងគិតថាបើសិនជាបងនៅតែបន្តទៀតក៏វានៅតែចេញជាក្រាស់ទៀតដែរចាអញ្ចឹងមានតែបងស្នើសុំទៅលើមេធាវីស្ម័គ្រចិត្តជាពិសេសមេធាវីសម្ដេចឬមួយក៏ជួយនៅរឿងរ៉ាវយុត្តិធម៌បែបហ្នឹងសូមជួយបងស្រីផងព្រោះនេះខ្ញុំទទួលអ្វីដែលគាត់បានប្រាប់ខ្ញុំមកទេគាត់ថាគាត់អយុត្តិធម៌អស់រយៈពេលជាយូរឆ្នាំហើយជិត3ឆ្នាំហើយបាទជិត3ឆ្នាំហើយចាខែ4នេះគឺ3ឆ្នាំពេញបាទខែ4នេះគឺ3ឆ្នាំពេញហើយគឺមិនមានសំណងឬក៏មិនមានអ្វីដែលគាត់អាចទទួលយកបានទេមានតែกระดาษនៅពេលដែលគាត់ប្តឹងទៅតុលាការប្តឹងទៅគឺបានដែរយើងដាក់គេទទួលតែធម្មតាតែដាក់ពាក្យប្តឹងគេទទួលហើយវាបានតែกระดาษទេអញ្ចឹងបងមានអីស្នើសុំទៅដល់បងដែលជាមេធាវីមានទាំងមេធាវីស្ម័គ្រចិត្តទាំងបងមេធាវីនៅក្នុងប្រទេសយើងនេះខ្ញុំសូមគ្រប់ដល់សម្ដេចពុកនិងសម្ដេចម៉ែខ្ញុំអត់សូវចេះនិយាយសូមអភ័យទោសបើមានអីខុសឆ្គងខ្ញុំសូមសំណូមពរសូមឲ្យថ្នាក់ដឹកនាំសូមលោកមេត្តាអាណិតអាសូរខ្ញុំជួយរកយុត្តិធម៌ឲ្យនាងខ្ញុំនិងកូនខ្ញុំហើយសូមជួយរកមេធាវីដែលគាត់អាចជួយខ្ញុំបានផងព្រោះខ្ញុំអត់មានទីពឹងអីទេខ្ញុំអត់មានលុយមានកាក់អីទេខ្ញុំអត់ចេះអីទេចាព្រោះថាខ្ញុំបើខ្ញុំអត់ចេះអីខ្ញុំអត់มันមានទីពឹងអីមានតែពឹងទៅលើច្បាប់ទេដែលជួយខ្ញុំជួយរកយុត្តិធម៌ឲ្យខ្ញុំចង់សុំសួរបងជាសំណួរមួយចុងក្រោយចង់ដឹងថាតើនៅក្នុងករណីនេះបងចង់បានលក្ខខណ្ឌរបៀបម៉េចដើម្បីឲ្យស្ងប់ចិត្តនៅក្នុងខ្លួនបងអាចជម្រាបកន្លែងនឹងឲ្យច្បាស់ដើម្បីឲ្យមហាជនក៏បានជ្រាបនៅត្រង់អ្វីដែលបងចង់បានទឹកចិត្តរបស់ខ្ញុំចង់បានភាពយុត្តិធម៌ហ្នឹងគឺខ្ញុំចង់ឲ្យច្បាប់អនុម័តមើងម៉ាត់ហើយច្បាស់លាស់តែម្ដងហើយក៏សូមឲ្យឆាប់ចប់ហើយឆាប់បានសំណងបាទចាឆាប់ចប់ក៏គេច្រើនណាស់បងទី1ចង់បានឲ្យឆាប់ចប់ហើយនឹងទទួលបានយុត្តិធម៌ចាទី2បងចង់បានឲ្យសំណងមកសមរម្យដែលបងអាចទទួលយកបានសម្រាប់ជាបាកូនបន្តចាអញ្ចឹងហ៎បងចាសំណងមាននៅក្នុងនឹងស្រាប់ហើយព្រោះខ្ញុំព្រមព្រៀងហើយស្រាប់រួចហើយសំណងខាងតុលាការគាត់បានសម្រេចហើយចេញសាលក្រមហើយបានសម្រេចរួចហើយខ្ញុំបានព្រមព្រៀងរហូតមកហើយអញ្ចឹងមានន័យថាមុនដំបូងឡើងគេព្រមថាសងយើងប្រហែលអត់ព្រមសងអីមកកាក់ផ្សេងទេតែតុលាការគាត់ជាអ្នកសម្រេចឲ្យគាត់សម្រេចឲ្យប្រហែលខ្ញុំមុនដំបូងខ្ញុំទាសំណង$3,000ទេពាក់កណ្ដាលនៃជំងឺកូនខ្ញុំទេខ្ញុំគិតថាខ្ញុំអត់ដែលដើរច្បាប់ដែរអីខ្ញុំទាថាទាតិចតួចពាក់កណ្ដាលឲ្យឆាប់ចប់ដើម្បីឲ្យគាត់ឆាប់សងអីអញ្ចឹងណាខ្ញុំអត់ចង់វែងឆ្ងាយអីទេប៉ុន្តែពេលដែលកាត់ក្តីលើកទី1តុលាការគាត់កាត់ឲ្យខ្ញុំ$2,000គាត់សួរខ្ញុំសុកចិត្តអត់ខ្ញុំក៏ផ្ដិតមេដាយព្រមខ្ញុំអត់បដិសេធអត់អីទេចាដល់ពេលគេអត់សុកចិត្តខាងនោះគេអត់សុកចិត្តទេជនបង្កគេអត់សុកចិត្តគេប្តឹងជំទាស់$2,000ហ្នឹងគេអត់សងអញ្ចឹងដល់ពេលកាត់ក្តីចេញសាលក្រមលើកទី2គឺតុលាការកាត់ឲ្យខ្ញុំ$1,500ធ្លាក់មកទៀត$1,500តែខ្ញុំក៏ព្រមទៀតខ្ញុំអត់មានតវ៉ាអីទេខ្ញុំស្របតាមរហូតតែឥឡូវ$1,500ហ្នឹងស្មើនឹង6លាន
រៀលហ្នឹងគឺខ្ញុំអត់បានមកកាក់ម៉ាស៊ីនអីទេមាន អ តែ ញ្ចឹងបងប្អូនសាច់រឿងនេះគាត់អត់ចង់បានអីច្រើនទេទី1គឺរកយុត្តិធម៌ជូនគាត់ទី2គាត់សុំតែសំណង$1,500នេះដើម្បីបញ្ចប់រឿងហើយយកទុកជាបាកូនគាត់ដែលមានរងរបួសដូច្នេះសង្ឃឹមថាខាងដែលបកបានឃើញនៅព័ត៌មាននេះអាណិតគាត់ណាសងគាត់ទៅព្រោះគាត់អត់ដែរទេ ពាក់គេច្រើន បាទរត់មករកខ្ញុំទាំងម៉ោង12ជាងជិតចូលម៉ោង1ហើយនៅថ្ងៃទី26ខែ1ឆ្នាំ2026នេះគាត់ឲ្យខ្ញុំជួយផ្សព្វផ្សាយគីឡូដឹងដំណឹងនេះទៅដល់ខាងអ្នកបកផងដឹងដល់ខាងតុលាការដែលបានសម្រេចថាឲ្យខាងអ្នកបកនេះសងប្រមាណនេះមិនឃើញលុយនេះផងទី2ទី3ចង់ស្នើសុំទៅដល់មេធាវីស្ម័គ្រចិត្តរបស់សម្ដេចសូមមេត្តាជួយគាត់ផងព្រោះរឿងនេះវានៅតែវែងអន្លាយអញ្ចឹងព្រោះគាត់អត់មានមេធាវីមានអីឬមួយក៏គ្មានថវិកាណាទៅរកពឹងពាក់មេធាវីអញ្ចឹងមានតែរកមេធាវីដែលស្ម័គ្រចិត្តជួយគាត់ផងទៅអញ្ចឹងរឿងនេះបងសុំតែប៉ុណ្្នឹងទេណា ចាសូមឲ្យរឿងឆាប់ចប់ហើយសូមឲ្យមានមេធាវីរបស់សម្ដេចមកជួយខ្ញុំផងព្រោះខ្ញុំមានទីពឹងអីទេហើយក៏គ្មានលុយកាក់ដែរហើយជំរាបតាមត្រង់តែម្ដងតាំងពីកូនខ្ញុំគ្រោះថ្នាក់ខ្ញុំក៏អត់មានលុយដែរខ្ញុំខ្ចីគេចាពាក់ថ្លៃថ្នាំពេទ្យចាពាក់បងប្អូនមិត្តភ័ក្តិញាតិជិតខាងចាពាក់ទាំងលុយគេអត់យកការនិងលុយចងការគេទេមកទាខ្ញុំរាល់ថ្ងៃចាពាក់គេ 4-5 ពាន់ហើយខ្ញុំលក់ឡើងអស់ពីខ្លួនហើយសងគេបានខ្លះនៅខ្លះគេទេមកទារាល់ថ្ងៃខ្ញុំមានអីទេខ្ញុំចាពាក់គេរាល់ថ្ងៃហ្នឹងខ្ញុំបានសំណងមកអាចយកទៅដោះសងគេខ្លះ បាទ ចាហើយកូនខ្ញុំរាល់ថ្ងៃគឺនៅឈឺនៅឡើយដេកនៅចុកឆ្អឹងលើកទឹកតាមមកផ្តិលលើកអត់បានហឹងវាខូចអនាគតខូចដៃខូចខ្លួនហ្នឹងលោកគ្រូហើយក្បាលដែលប៉ះសង្កេតគឺភ្លេចភ្លាំងច្រើនណាស់ឥឡូវកូនខ្ញុំរៀនអត់ប្រកែទេធ្លាក់បន្ទុកច្រើនមែនតើខ្ញុំអត់មានចង់បានអីទេគឺខ្ញុំចង់បានយុត្តិធម៌សម្រាប់ខ្ញុំគិតថាបាននៅតែបានកដាហើយឲ្យខ្ញុំតាមរឿងក្តីមិនដឹងជាខ្ញុំដឹងថាអស់សង្ឃឹមមិនដឹងថាតាមដល់ពេលណា អញ្ចឹងព្រោះរឿងក្តីនេះវាអស់រយៈពេលជាយូរណាស់ដែរហើយមិនទាន់អាចបញ្ចប់បានឡើយអញ្ចឹងបងស្រីសរុបជារួមយើងមានតែប៉ុណ្្នឹងទេណាយើងស្នើសុំតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាបងប្អូនជួយ share នៅព័ត៌មាននេះដើម្បីដឹងទៅដល់បងដែលជាមេធាវីខ្លាំងឬមួយក៏យ៉ាងណាយ៉ាងណីដែលនៅក្នុងប្រទេសយើងនេះមេត្តាជួយគាត់ផងខ្លាំងមិនខ្លាំងអីក៏ដោយឲ្យតែជួយគាត់ក៏គាត់សប្បាយចិត្តដែរហើយជាពិសេសគឺមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតែម្ដងបាទដើម្បីមកជួយគាត់ឲ្យឆាប់បញ្ចប់នៅរឿងក្តីនេះអញ្ចឹងសរុបជារួមមកយើងមានតែប៉ុណ្្នឹងទេបងប្អូនជាទីមេត្រីបងស្រីគាត់បានពឹងពាក់ខ្ញុំនៅសាច់រឿងនេះគឺខ្ញុំបានសម្ភាសគាត់លំអិតហើយយ៉ាងណាយ៉ាងណីមានតែយើងរងចាំតាមដានជាបន្តទាំងអស់គ្នាខ្ញុំបាទមាសសារ៉ាមាត់អរហាសម្ដីត្រង់សូមបញ្ចប់នៅព័ត៌មានមួយនេះតែត្រឹមនេះប្រសិនបើមានអ្វីបន្ថែមខ្ញុំបាទនឹងរាយការណ៍ជូនទៅដល់ពុកម៉ែបងប្អូនជាបន្តទៀតខ្ញុំបាទមាសសារ៉ាសូមអរគុណនិងសូមគោរពលា